ok lớp việc captureรูปភាពយើងក៏បានហើយបាទសម្រាប់យកទៅប្រើអញ្ចឹងយើងចូលមកលើ edit នឹងវិញមកលើ edit នឹងវិញត្រង់មកចំណុចខាងក្រោមនេះឥឡូវខ្ញុំដូរវីដេអូបាទដល់យើង select លើវីដេអូអស់ខ្ញុំ delete សិនខ្ញុំចាប់វីដេអូផ្សេងមកដាក់ខ្ញុំឧទាហរណ៍ថាខ្ញុំយកវីដេអូនេះបាទគេដោតលេងនឹង cohort ខ្ញុំ play បាទខ្ញុំ play ជាមួយវីដេអូនេះមានថាគាត់កាន់កាមេរ៉ាដើរតាមពីក្រោយដែរអញ្ចឹងវារៀងញ័រណាបាទវារៀងញ័រជាទូទៅកម្មវិធីផ្សេងបើសិនយើងចង់ទប់លំញ័រដូចជា Premiere អីយើងប្រើ effect បាទអញ្ចឹងក្នុងនេះយើងមិនបាច់ទេយើងក៏លេខមកមើលខាងហ្នឹងវិញបាទយើងក៏លេខមកមើលខាងហ្នឹងវិញយើងក្នុងនេះយើងហើយយើងចូលមកដល់ stabilize បាទ stabilization មានថាវាទប់លំញ័រណាបាទទូរស័ព្ទសម័យឥឡូវសេរីខ្ពស់មុំគឺវាមានប្រព័ន្ធ stabilization បាទ stabilization ហ្នឹងឲ្យយើងហើយមានថាប្រព័ន្ធទប់លំញ័រណាយើងកាន់លកើមុំក៏វាអត់ញ័រដែរតែបើសិនយើងកាន់ទៅវានៅតែលកើយើងត្រូវតែពេលកាត់តយើងបើសិនយើងចង់ឲ្យវាលេងសូវញ័រយើងប្រើ option ហ្នឹងណាបាទតែយើងគ្រាន់តែ select លើវីដេអូហ្នឹងរួចហើយយើងចូលលើនេះចុចលើវា stabilize ហ្នឹងវាមានច្រើនបាទបើសិនយើងកាន់កាមេរ៉ាយើងចង់ block កាមេរ៉ាឲ្យវាត្រង់យើងthích នេះតែជាទូទៅយើងមិនបាច់ទេក្នុងវាមាន3ប្រភេទដែរយើងចង់បានទម្រង់ណាមួយឥឡូវខ្ញុំយក perspective នេះណាបាទយើងចុចលើហ្នឹងហើយខ្ញុំចុច stabilize ចុចទៅវាមកវាចាប់ផ្ដើម analyze យើងហើយបាទ analyze ចប់ខ្ញុំចាប់វីដេអូចាស់យើងបដាក់ដែរដែលយើងអត់ទាន់ធ្វើចាំមើលខ្ញុំ play ណាវាទប់អាគ្នាវាមើលទៅគឺ smooth បាទនៅពេលដើរគឺ smooth បើសិនយើងប្រៀបធៀបមួយវីដេអូចាស់គឺលកើហើយបាទគឺកាក់តែម្ដងណាបាទអាហ្នឹងពាក់ព័ន្ធជាមួយនឹង effect ដែលវាមានស្រាប់ចំណុចសំខាន់របស់វាអូខេឥឡូវខ្ញុំលុបបន្តទៀតបាទហើយយើងចូលមកមើលដល់ចំណុចខាងក្រោមបាទកន្លែងសេរីលេនអីនេះបាទយើងមិនបាច់សេរីក៏បានដែរអានេះគាត់ថាជួនកាលលេនហ្នឹងវាចេញមកដូចហែកពេកឬក៏ដូច wide angle គេថតតាមទូរស័ព្ទអីអញ្ចឹងណាបាទយើងចង់សេរីបាទនេះយើងអាចសេរីបានចោលវាទម្រង់ចំណែកបាទអានេះភាគច្រើនយើងអត់ប្រើទេនាំខូចទម្រង់វីដេអូរបស់យើងបាទ